កូននាងកាត់អីគឺខ្ញុំជ្រុលដៃវាយកូនលោកម្ចាស់របួសពេញខ្លួនឥឡូវពួកគេខឹងខ្ញុំគេលែងនិយាយរកខ្ញុំហើយខ្ញុំសោកស្ដាយណាស់លោកម្ចាស់បើសោកស្ដាយក៏ទៅនិយាយលួងកូនទៅក្មេងងាយលួងទេឆាប់ខឹងហើយក៏ឆាប់បាត់ដែរណាកលីថ្ងៃក្រោយទោះខឹងយ៉ាងណាក៏ដោយក៏កុំវាយកូនទៀតចាលោកម្ចាស់ចាំខ្ញុំឲ្យគេទៅតាមពេនមកមើលរបួសឲ្យក្មេងៗណាអូមិនអីទេលោកម្ចាស់ព្រោះខ្ញុំតើបតែលាបថ្នាំឲ្យពួកវាទេអរគុណណាស់លោកម្ចាស់ស្រេចតែនាងចុះអញ្ចឹងបើថ្ងៃក្រោយនាងត្រូវការអីក៏ប្រាប់ខ្ញុំមកណាមិនបាច់ក្រែងចិត្តអីទេប្រពន្ធរបស់ខ្ញុំស្រឡាញ់នាងចាត់ទុកនាងដូចជាប្អូនស្រីអញ្ចឹងហើយខ្ញុំក៏ដូចគ្នាគឺចាត់ទុកនាងដូចជាប្អូនស្រីអញ្ចឹងចាលោកម្ចាស់អូនបងត្រឡប់មកវិញហើយបងឆាប់ផ្លាស់សម្លៀកពាក់សិនទៅណាចាំអូនទៅកម្ដៅម្ហូបជូនបងពិសាអូនមិនបាច់រៀបម្ហូបឲ្យបងទេបងហូបរួចហើយហូបរួចហើយបងហូបនៅណាបងហូបនៅផ្ទះអ្នកភូមិនឹងណាពួកគាត់អញ្ជើញបងក៏រកបដិសេធកំកើតក៏ហូបជាមួយពួកគាត់ទៅអូនមិនខឹងបងទេមានរឿងអីដែលអូនត្រូវខឹងនឹងបងនោះមានតែអូនសប្បាយចិត្តទៅវិញទេព្រោះបានអ្នកចិត្តខាងស្រឡាញ់រាប់អានបងការរាប់អានសាច់ញាតិចិត្តខាងគឺសំខាន់ខ្លាំងណាស់ព្រោះពេលដែលយើងមានទុក្ខលំបាកទុក្ខធុរៈអីគឺបានអ្នកចិត្តខាងនេះហើយប្រពន្ធរបស់បងគួរឲ្យស្រឡាញ់មែនតើចេះគិតគូរបានវែងឆ្ងាយណាស់ណាបងដូចជាអត់ឃើញកូនកុមារិកាគេទៅណាអូកូនស្ងំនៅក្នុងបន្ទប់រវល់តែឈឺរបួសជើងលួងមកល្ងាចហើយទម្រាំតែបាត់ឈឺរបួសជើងធ្ងន់ធ្ងរទេហើយកូនកាត់អីមិនមានអីធ្ងន់ធ្ងរទេបងគ្រាន់តែរបួសរលាត់ស្បែកឲ្យចេញឈាមបន្តិចហ្នឹងណាកូននៅក្មេងអញ្ចឹងហើយភ័យមិនបានទេបងទៅមើលកូនបន្តិចសិនណាបងទុកសិនណាគ្រាន់តែឮថាកូនសំណប់ចិត្តឈឺបន្តិចក៏ស្ទុះត្រយទៅមើលភ្លាមតែម្ដងណោះលឺម្ដាយកូនប្រាប់ថាកូនយំមកល្ងាចហើយដោយសាររបួសជើងឯណាពួកមើលបន្តិចមើលរលាត់ស្បែកតែបន្តិចទេមិនក៏កូនយំខ្លាំងម្ល៉េះគឺកូនខ្លាចឈាមណាលោកពុកស្ដាប់ពុកណាកុំអាងអីអាងយំអញ្ចឹងទោះបីជាកូនស្រីហើយនៅក្មេងក៏ដោយ